មានរឿងជាច្រើនដែលកសិករយើងមិនគួរមើលរំលងហើយត្រូវតែស្វែងយល់ពីវាឲ្យបានច្បាស់នោះគឺបច្ចេកទេសក្នុងការធ្វើកសិកម្មដើម្បីចូលរួមកាត់បន្ថយថ្លៃដើមផលិតនិងទទួលបានប្រាក់ចំណេញជាអត្ថបរមាជាការពិតណាស់វត្ថុធាតុដើមដែលយើងយកមកប្រើក៏ត្រូវស្វែងយល់ពីអត្ថប្រយោជន៍និងតួនាទីរបស់វាឲ្យបានច្បាស់លាស់ផងដែរដើម្បីការប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងស្របតាមតម្រូវការរបស់ដំណាំបន្តិចទៀតនេះយើងមកស្វែងយល់ទាំងអស់គ្នាពីវត្ថុធាតុដើមមួយដែលកសិករមួយចំនួនបានប្រើប្រាស់ហើយទទួលបានលទ្ធផលល្អនិងមានសារៈសំខាន់ក្នុងវិស័យកសិកម្មនោះគឺអត្ថប្រយោជន៍របស់កំបោរទៅលើដីកសិកម្មកសិករប្រើកំបោរសម្រាប់បាចលើដីកសិកម្មដើម្បីទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើនទាំងលើដំណាំនិងដីផ្ទាល់អត្ថប្រយោជន៍សំខាន់ៗ5យ៉ាងដែលយើងគួរយល់ដឹងពីកំបោររួមមានទី1បន្សាបជាតិអាស៊ីតក្នុងដីភាគច្រើនងាយនឹងក្លាយជាមជ្ឈដ្ឋានអាស៊ីតណាស់ដោយសារតែកត្តាជាច្រើនដូចជាការប្រើប្រាស់ជីគីមីដែលមានជាតិអាស៊ីតទឹកភ្លៀងមានផ្ទុកអាស៊ីតនិងការរលួយនៃសារធាតុសរីរាង្គកំបោរមានផ្ទុកសារធាតុកាល់ស្យូមកាបូណាតដែលជាសារធាតុមានលក្ខណៈជាបាសដែលជួយបន្សាបជាតិអាស៊ីតក្នុងដីបាននិងបង្កើនកម្រិត pH របស់ដីឲ្យឡើងដល់កម្រិតល្អប្រសើរជាធម្មតាកម្រិត pH ចាប់ពី 5.8 ទៅ 6.5 ជាកម្រិតដែលដំណាំភាគច្រើនត្រូវការសម្រាប់ការដុះលូតលាស់បានល្អនិងផ្ដល់ទិន្នផលគួរជាទីគាប់ចិត្តទី2ជួយឲ្យដំណាំស្រូបយកសារធាតុចិញ្ចឹមបានល្អនៅពេលដែលដីមានជាតិអាស៊ីតខ្លាំងសារធាតុចិញ្ចឹមសំខាន់ដូចជាផូស្វ័រនិងប៉ូតាស្យូមនឹងត្រូវជាប់គាំងនៅក្នុងដីហើយពិបាកនឹងរលាយជាអ៊ីយ៉ុងដែលធ្វើឲ្យដំណាំមិនអាចស្រូបយកទៅប្រើប្រាស់បានពេញលេញការដាក់កំបោរទៅលើដីធ្វើឲ្យ pH កើនឡើងដែលជាលទ្ធផលធ្វើឲ្យសារធាតុចិញ្ចឹមទាំងនោះអាចរលាយហើយដំណាំអាចស្រូបយកបានកាន់តែមានប្រសិទ្ធភាពនេះជួយកាត់បន្ថយការខាតបង់ជីដែលកសិករបានបាចទី3បង្កើនកាល់ស្យូមនិងម៉ាញ៉េស្យូមកំបោរជាប្រភពនៃកាល់ស្យូមដែលជាសារធាតុចិញ្ចឹមបន្ទាប់បន្សំចាំបាច់សម្រាប់ការបង្កើតជញ្ជាំងកោសិកានិងការលូតលាស់របស់រុក្ខជាតិកំបោរខ្លះដែលហៅថាកំបោរដូឡូមីតក៏ផ្ដល់នូវម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់ការរធ្វើស្ម័យសំយោគរបស់រុក្ខជាតិផងដែរទី4កាត់បន្ថយជាតិពុលនៅពេលដែលដីមានជាតិអាស៊ីតខ្លាំងវាអាចបង្កើនភាពរលាយនៃលោហៈធ្ងន់ដូចជាអាលុយមីញ៉ូមដែលអាចក្លាយជាជាតិពុលដល់ឫសដំណាំនិងរារាំងដល់ការលូតលាស់ឫសការដាក់កំបោរជួយកាត់បន្ថយកម្រិតអាលុយមីញ៉ូមដែលអាចមានជាតិពុលធ្វើឲ្យឫសដំណាំមានសុខភាពល្អនិងលូតលាស់បានល្អប្រសើរទី5ធ្វើឲ្យប្រសើរឡើងនូវរចនាសម្ព័ន្ធដីកាល់ស្យូមនៅក្នុងកំបោរជួយដល់ការកើតនៅគ្រាប់ដីដែលធ្វើឲ្យដីធូរល្អអាចជ្រាបទឹកបានយ៉ាងមានប្រសិទ្ធភាពនិងធ្វើឲ្យដីមានខ្យល់ចេញចូលល្អសម្រាប់រើសដកដង្ហើមសរុបមកការប្រើកំបោរគឺជាការអនុវត្តដ៏សំខាន់មួយក្នុងការគ្រប់គ្រងដីកសិកម្មដើម្បីធានាថាដីមាន pH សមស្របផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់និងមានបរិស្ថានល្អសម្រាប់ការលូតលាស់របស់ដំណាំសូមអរគុណសម្រាប់ការទស្សនារបស់អ្នក